សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបើកនៅ Microsoft USB dock station តោះយើងទៅមើលទាំងអស់គ្នានេះខាង Shell Shell ផងវានេះបើកមកនេះជា dock station ថ្មីនេះផងវានៅក្នុងនេះមានអានេះក្នុងនេះសភៅណែនាំអានេះមានជាខ្សែផងវាទៀតខ្សែ cover តែខ្ញុំនឹងបង្ហាញថាវាមានគុណសម្បត្តិអីខ្លះហើយតើវាមានរុនប្រមាណ port តែខាងនេះមួយទៀតមានរុនខ្សែ Wi-Fi មាន HDMI មាន Type C មាន2ហើយ USB មួយខាងនេះ Type C មួយទៀតយើងមកមើលខ្សែ power ហ្នឹងវាអានេះផងវាប្រើជាមួយ Type C នេះជាដុំ power អាចបើកបានឥឡូវយើងមកតេស្តវាទាំងអស់គ្នានេះជាឆ្នាំងសាកផងវាមិនជាឆ្នាំងសាកជាការភ្ជាប់វាជាមួយ dock station ហ្នឹងទៅជាមួយនឹង laptop Microsoft ហ្នឹងខ្លាំងអីតើឥឡូវយើងមកតេស្តជាមួយវាទាំងអស់គ្នានេះជា dock station របស់យើងតើឥឡូវយើងមកមើលពី dock station នេះខ្ញុំដាក់ USB ឥឡូវវាដំណើរការនេះឃើញ load ចូលថ្មនៅក្នុង laptop របស់យើងឥឡូវយើងចូលមកមើលវាពេលខ្ញុំដាក់ USB ហើយយើងនឹងឃើញឯកសារយើងនៅក្នុងផងយើងនេះ disk PC មានឯកសារដែលខ្ញុំមានហ្នឹងវាល្អមែនទែនសម្រាប់ dock station នេះវាជួយឲ្យវាតូចតែវាប្រើបានច្រើន port សម្រាប់ជំនួយទៅដល់ការងាររបស់យើងឥឡូវយើងមកតែ HDMI ចាំបន្តិចនេះវាអាច show ទៅ monitor មួយទៀតពី laptop Microsoft ហ្នឹងទៅមួយទៀតដូចគ្នាវាអាចប្រើបានច្រើន port ដូចដែលខ្ញុំនិយាយមាន USB មាន HDMI ឬក៏ Type C អីហ្នឹងយើងអាចប្រើបានច្រើនវាប្រសើរជាង1ទៅ1ឧទាហរណ៍ laptop វាមាន HDMI ដែរប៉ុន្តែវាមានតែមួយសម្រាប់តែយើងដោតទៅវា show ទៅក្នុង monitor បណ្ដោយប៉ុន្តែក្នុងនេះយើងអាចប្រើបានច្រើនបាទសម្រាប់យើង show ទៅផ្សេងហើយយើងអាច add USB ដែលដាក់ក្នុងហ្នឹងអញ្ចឹងវាចំណេញច្រើនជាងនោះអរគុណសម្រាប់ការទស្សនាអ្នកទាំងអស់គ្នាបើសិនបងប្អូនត្រូវការ docking station មួយនេះអាចទំនាក់ទំនងតាមលេខទូរស័ព្ទហើយមួយវិញទៀតបងប្អូនអាចមកក្រុមហ៊ុនផ្ទាល់ដើម្បីមើលអីវ៉ាន់ផ្ទាល់ផងដែរអរគុណសម្រាប់ការទស្សនារបស់បងប្អូន